ទូរទស្សនិកជនវគ្គនេះគឺវគ្គដែលយើងខ្ញុំនឹងភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួនដំបូងនេះសូមអនុញ្ញាតភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបន្ទាយមានជ័យជួបនឹងលោកប៊ុនធឿនថាតើលោកប៊ុនធឿនព្រឹកនឹងមានសេចក្តីរាយការណ៍អ្វីជម្រាបជូនដល់សាធារណជនដែលលោកកំពុងទស្សនាលោកសកឆ្លើយឆ្លងជាមួយបាទសំជិញបាទសូមអរគុណច្រើនបាទជម្រាបសួរលោកប៊ុនធឿនបាទអាឡូជំរាបសួរលោកសុខៈនិងលោកបត្រាបាទបាទជម្រាបសួរលោកប៊ុនធឿនលោកប៊ុនធឿនថាតើព្រឹកនេះលោកមានដំណឹងអ្វីជម្រាបជូនដល់បងប្អូនកំពុងតែទស្សនាទូរទស្សន៍ហងមាសបាទថ្ងៃនេះមានព័ត៌មានមួយដែលត្រូវជម្រាបជូនគឺភាគីថៃក្រុងនឹងបញ្ជូនពលករខ្មែរដែលមិនទាន់បានចុះឈ្មោះចំនួន22,000នាក់នៅដើមខែកក្កដានៅឆ្នាំ2015នេះក្នុងពិធីនោះផងដែរខ្ញុំសូមបញ្ជាក់លោកបត្រាផងដែរកាលពីថ្មីៗនេះដែលគេត្រូវបានសាលាខេត្តទិញជ័យរៀបចំពិធីប្រជុំរៀបចំសេចក្តីសម្រេចគណៈកម្មការត្រៀមទទួលពលករកាត់ភាគីថៃដែលពលជុំពលករខ្មែរត្រឡប់មកវិញនៅក្នុងខែលោកប៊ុនធឿននៅពេលដែលភាគីថៃគេគ្រោងបញ្ជូនពលករខ្មែរដែលមិនមានឯកសារច្បាប់ត្រឹមត្រូវត្រឡប់មកកម្ពុជាវិញប្រមាណជា22,000នាក់នៅខែកក្កដានឹងថាតើភាគីកម្ពុជាលោកបានស្នើសុំពន្យាពេលឬក៏យល់ស្របទៅតាមគម្រោងនោះបាទពាក់ព័ន្ធនឹងបញ្ហានេះដែរពាក់ព័ន្ធនឹងភាគីថៃក្រុងនឹងបញ្ជូនពលករខ្មែរចំនួន22,000នាក់នេះខាងភាគីកម្ពុជាបានស្នើសុំទៅភាគីថៃដើម្បីបញ្ជាពេលដើម្បីឲ្យពលករខ្មែរដែលខុសច្បាប់ដើម្បីធ្វើឯកសារស្របច្បាប់ដើម្បីចូលទៅបានស្របច្បាប់ធ្វើការងារនៅក្នុងប្រទេសថៃផងដែរបាទអូបាទតើភាគីថៃនៅពេលដែលខាងភាគីកម្ពុជាស្នើសុំពន្យាពេលនឹងគេយល់ព្រមឬក៏គេទាត់ចោលបាទដោយឡែកតាមការពិតភាគីខេត្តក្រុងនឹងបញ្ជូនពលករនៅក្នុងដើមខែកក្កដាក៏ប៉ុន្តែដោយឡែកខាងកម្ពុជាស្នើសុំទៅខេត្តក៏មានការយល់ព្រមហើយដើម្បីបញ្ជូនពលករខ្មែរនៅដាច់ឆ្នាំ2015នោះទេបាទចឹងមានន័យថាគេយល់ព្រមតាមការស្នើរបស់ភាគីកម្ពុជាពន្យារហូតដល់ចុងឆ្នាំ2015ទើបបញ្ជូនមកមិនចឹងណាបាទប៉ុន្តែខាងភាគីកម្ពុជាការស្នើពន្យានេះដើម្បីទុកពេលឲ្យបងប្អូនកម្មករនៅក្នុងប្រទេសថៃអាចមានពេលធ្វើលិខិតស្នាមស្របច្បាប់ត្រឹមត្រូវមិនចឹងហ៎បាទអញ្ចឹងបើសិនជាធ្វើស្របច្បាប់ត្រឹមត្រូវហើយតើគេនឹងបញ្ជូនមកទៀតឬក៏មិនបញ្ជូនទេពាក់ព័ន្ធនឹងបញ្ហាដែលបើសិនជាពលករខ្មែរធ្វើឯកសារគ្រប់គ្រាន់ពាក់ព័ន្ធនឹងដែលបានស្របច្បាប់ធ្វើជាពលករនៅប្រទេសថៃនេះគេពួកគេខាងទីថៃមិនអាចបញ្ជូនមកទេព្រោះកម្ពុជាយើងអាចធ្វើឯកសារគ្រប់គ្រាន់តាមរយៈខាងក្រសួងការងារថៃបាទអូចឹងថៃចាញ់ល្បិចខ្មែរអញ្ចឹងបាទអត់អីទេប៉ុន្តែខ្ញុំចង់ដឹងបន្តិចថាតើបងប្អូនប្រជាពលរដ្ឋដែលទៅធ្វើកម្មករនៅប្រទេសថៃនឹងភាគច្រើនក៏ទៅធ្វើកិច្ចការងារអីខ្លះហើយនៅខេត្តមួយណាឬក្រុងណាដែលមានបងប្អូនកម្មករច្រើនជាងគេបាទបាទភាគច្រើនពលករខ្មែរដែលចូលទៅធ្វើការនៅប្រទេសថៃភាគច្រើនគឺចូលធ្វើការសំណងគឺនៅក្រុងបាងកកមកធ្វើការតាមជាដែរភាគច្រើនគឺជាធ្វើការជាកម្មករជាកសិកម្មបាទនៅក្រុងណាឬខេត្តមួយណាដែលសម្បូរបងប្អូនខ្មែរយើងភាគច្រើនបើនៅក្រុងទីក្រុងបាងកកជាសម្បូរជាកម្មករសំណងហើយនឹងបើតាមជាដែរភាគច្រើនដែលធ្វើជាស្រែចម្ការនិងការដាំដុះដូចជាកសិកម្មវិញបាទនៅតាមជាដែរអរគុណច្រើនលោកប៊ុនធឿនដែលបានធ្វើសេចក្តីរាយការណ៍អំពីបញ្ហាហ្នឹងលោកសខាខ្ញុំសូមបញ្ជាក់បន្ថែមផងដែរថាពាក់ព័ន្ធនឹងបញ្ហាបញ្ជូនពលករខ្មែរចំនួន22,000នាក់នេះដែលយោងតាមតួលេខរបស់ក្រសួងការងារថៃនិងអង្គការអន្តរជាតិនេះនៅប្រទេសថៃនេះដល់គឺត្រឹមថ្ងៃទី11ខែឆ្នាំ2015នេះភាគីថៃបានធ្វើជំរឿនតាមរយៈបានធ្វើចម្ពោះដែលមានពលករខ្មែរខុសច្បាប់នឹងមានរហូតដល់69,6336នាក់និងកុមារក្រោមពីអាយុ15ឆ្នាំនឹងដែលចុះបញ្ជីស្នាក់នៅមានចំនួនរហូតដល់42,609នាក់និងក្នុងនោះមានពលករមួយចំនួនដែលប្រហែលប្រមាណជា52,000នាក់ដែលបានចុះបញ្ជីដើម្បីបំពេញឯកសារស្របច្បាប់ដោយខាងក្រោមហើយពលករដែលប្រហែលជាប្រមាណជា98,000នាក់នឹងបានទទួលឯកសារស្របច្បាប់រួចហើយនិងពលករដែលប្រមាណជា107,000នឹងបានចុះបញ្ជីបំពេញរួចហើយនឹងរកចាំទទួលឯកសារស្របច្បាប់ហើយខ្ញុំសូមជម្រាបផងដែរថាពលករប្រហែលជាប្រមាណជា41,000នាក់នឹងបានចុះបញ្ជីរួចហើយនឹងបន្ថែមមិនទាន់បានទទួលបានបទអ្វីហើយទាំងអស់តាមមិនថាពាក្យពន្ធប្រហែលជាពលករប្រហែលជា22,000នាក់ទៀតហ្នឹងដែលមិនទាន់បានចាប់បញ្ជីដែលត្រូវភាគីថៃនឹងចូលនឹងបញ្ជូនមកកម្ពុជាវិញ22,000ចុងក្រោយហ្នឹងមិនត្រូវបានចាត់ប៉ុណ្ណេះលោកវិស្វករនឹងលោកបាទអរគុណច្រើនជំរាបលាលោកប៊ុនធឿនដែលបានធ្វើសេចក្តីរាយការណ៍អំពី
បកាដែលកម្ពុជាលោកឆ្លាតដែរគឺសូមពន្យាពេលចំនួន220000នាក់ហ្នឹងគឺថាកុំអាចបញ្ជូនមកចាំចុងឆ្នាំទៅហើយពន្យាពេលគឺដើម្បីអាចឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងគឺថាអាចធ្វើលិខិតស្នាមកាលណាធ្វើលិខិតស្នាមស្របច្បាប់គឺគេលែងបញ្ជូនមកកើតទេគេបញ្ជូនតែអ្នកអត់មានលិខិតស្នាមទេដល់ពេលធ្វើបានហើយបញ្ជូនមកមិនកើតបញ្ជូនទៅជាខុសបែបបទទេអរគុណណាស់សូមអនុញ្ញាតទុកពេលឲ្យសហការីលោកភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារមួយរូបទៀតសូមជម្រាបជូនថាបងប្អូនស្ត្រីដែលបានឆ្លងទន្លេសម្រាប់កូនចំនួន23អ្នកទទួលបានអំណោយពីសម្ដេចកេតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានៅខេត្តតាកែវណាតាមរយៈអាដាមឡាយវណ្ណៈដែលជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តតាកែវនៅក្នុងឱកាសនោះគឺថាមានសម្ភារៈនៅជូនបងប្អូនជាស្ត្រីទាំងអស់ដែលសម្រាលកូនឆ្លងទន្លេរួចនោះគឺថាមានអ្វីដូចបងប្អូនមើលឃើញនៅក្នុងរូបភាពអញ្ចឹងហើយជាពិសេសគ្រាន់តែថាអ្វីដែលសំខាន់នោះគឺថាសូមឲ្យរក្សាសុខភាពទាំងមាតាទាំងកូននឹងឲ្យបានល្អប្រសើរហើយរឿងដែលសំខាន់គឺបំបើដោះកូនដោយទឹកដោះណារយៈពេល6ខែហើយបន្ទាប់មកទៀតគឺថាកុំឲ្យមានអាហារអីលោកឡំឲ្យសោះគឺថាតលតែផុត6ខែសំបីតែទឹកមួយតំណក់ក៏មិនឲ្យដែរហ្នឹងហើយកូនយើងហើយកដៅខ្លួនអីល្មមអីប្រុចទៅពេទ្យឲ្យលឿនកុំនៅបច្រកប៉ារ៉ាឬក៏កុំនៅគេហៅថាបំពោកស្លឹកគោត្រជាក់ហ្នឹងនេះជួនកាលបានតែស្លឹកគោត្រជាក់បាទហ្នឹងដើរតាមខ្នងផ្ទះតែហ្មងបាទអរគុណណាស់ហើយពាក់ព័ន្ធទៅនឹងបញ្ហារឿងស្ត្រីនិងទារកនេះដែរគឺថាក្នុងនាមសម្ដេចកេតិព្រឹទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនជាអិសរាជជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រីនិងកុមារនោះគឺថាសម្ដេចតែងតែជំរុញជាសាធារណៈឲ្យមេដានឹងគឺយកចិត្តទុកដាក់ជាទីបំផុតចំពោះទារកទាំងពេលដែលចាប់ថាមានគរហើយនៅពេលដែលពិនិត្យរហូតមកដល់ថ្ងៃកើតហើយហ្នឹង9ខែ10ថ្ងៃទៅតាមពិនិត្យរហូតនៅពេលឆ្លងទន្លេត្រូវរកពេទ្យដែលមានច្បាប់ទម្លាប់ត្រឹមត្រូវកុំឆ្លងទន្លេពេទ្យឆ្មបបុរាណហើយត្រូវតែគេហៅថាពិនិត្យសុខភាពតាមដានសុខភាពបន្តទៀតនៅពេលដែលយើងឆ្លងទន្លេហើយហ្នឹងដើម្បីឲ្យសុខភាពល្អនិងកាត់បន្ថយគេហៅថាមរណភាពមេដានិងទារកបាទអរគុណឥឡូវសូមបន្តអនុញ្ញាតភ្ជាប់ទូរស័ព្ទទៅភ្នាក់ងារប្រចាំការនៅក្នុងខេត្តបាទប្រសេនុមួយរូបទៀតលោកកឹមហៃលោកនឹងឆ្លើយឆ្លងជាមួយលោកសុខាបន្ថែមទៀតពាក់ព័ន្ធនឹងរឿងរ៉ាវមួយចំនួនដែលលោកត្រៀមនឹងរាយការណ៍នៅព្រឹកនឹងបន្តបាទសូមជួយសូមអរគុណជំរាបសួរលោកកឹមហៃជំរាបសួរលោកសុខាបាទជំរាបសួរលោកបត្រាបាទជំរាបសួរលោកកឹមហៃលោកកឹមហៃតើព្រឹកនឹងមានដំណឹងអ្វីខុសប្លែកពីលោកប៊ុនធឿននៅខេត្តមន្ទីរមានជ័យបាទសម្រាប់រឿងនេះគឺពាក់ព័ន្ធនឹងប្រជាការពារគឺជាចំណុចចាប់ផ្ដើមនៃគុំឃុំសុវត្ថិភាពផងដែរបាទអូប្រជាការពារមានសារៈសំខាន់ណាស់ថាតើប្រជាការពារនៅតំបន់ណាដែលលោកនឹងរាយការណ៍មកនៅព្រឹកនេះបាទសម្រាប់រឿងនេះគឺព័ត៌មានប្រជាការពារនៅភូមិ4សង្កាត់លេខ4ក្រុងខេត្តប្រសិទ្ធអនុផងដែរបាទអូក្នុងឱកាសនោះថាតើអ្វីទៅជាការរួមចំណែកដ៏ខ្លាំងនៅក្នុងការការពារសុខសន្តិភាពសណ្ដាប់ធ្នាប់នៅមូលដ្ឋានរបស់ប្រជាការពារបាទលោកសុខាបាននិយាយរឿងប្រជាការពារនេះវាមិនមែនជាមន្ត្រីពេញសិទ្ធទេតែវាកាត់ឡើងដោយសារស្ម័គ្រចិត្តពីប្រជាពលរដ្ឋវាបានរួមចំណែកមួយភាគក្នុងការអនុវត្តគោលនយោបាយភូមិឃុំសុវត្ថិមានសុវត្ថិភាពព្រោះតែប្រជាការពារភូមិនេះហើយបានដឹងដល់អ្វីៗក្នុងភូមិទាំងលក្ខណៈភូមិសាស្ត្រនិងសមត្ថភាពរបស់ប្រជាពលរដ្ឋម្នាក់ៗក្នុងភូមិបាទប៉ុន្តែប្រជាការពារមានលើកឡើងថាមានឧបសគ្គអ្វីខ្លះទេនៅពេលដែលចូលរួមធ្វើកិច្ចការងារសន្តិសុខនោះលោកកំហៃប្រជាការពារដែរបាទលោកសុខានិងលោកបត្រាបាទកន្លងមកសម្រាប់ខេត្តប្រសិទ្ធនឹងជាស្ដែងសម្រាប់សាលាកាត់លេខ4បាទក៏ដូចជាភូមិ4បានចូលរួមចំណែកយ៉ាងសកម្មដោយធ្វើកិច្ចសហការជាមួយសមាជិកបានយ៉ាងល្អចុះលបានតាមគោលដៅសំខាន់ដូចជាដែលជាហេតុធ្វើឲ្យបាត់ដំណើរមួយចំនួនដែលមានការថយចុះផងដែរបាទប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមដល់ក្រមប្រជាការពារនៅពេលបច្ចុប្បន្ននេះមានការខ្វះខាតលើផ្នែកសម្ភារៈប្រើប្រាស់រួមមានវិទ្យុតាក់ទងសម្ភារៈពាក់និងវិទ្យុវាយក្នុងការចេញល្បាតហើយនេះដើម្បីយើងតាមសមាជិកសម្ដីរបស់សមាជិកប្រជាការពារម្នាក់ទៅអំពាវនាវដល់សប្បុរសជនក៏ដូចជាសំណាក់ដឹកនាំទៅមានការជួយគ្រប់គ្រងទាំងផ្នែកសម្ភារៈនិងការលើកទឹកចិត្តជូនក្រមពួកគាត់ផងដែរបាទអញ្ចឹងគឺថាបន្តមកទៀតថាតើបងប្អូនប្រជាការពារនៅក្នុងសង្កាត់នឹងបដិញ្ញាចូលរួមចំណែកជាមួយអាជ្ញាធររបៀបមិនខ្លះក្នុងការការពារសន្តិសុខសណ្ដាប់ធ្នាប់បាទក្នុងឱកាសនោះដែរតំណាងប្រជាការពារបានជួយតាមអាជ្ញាចិត្តនឹងការពារស
ទុកសន្តិភាពជូនប្រជាពលរដ្ឋគណៈពេលដែលមានបញ្ហាម្ដងត្រូវរាយការណ៍ជាបន្តទៅខាងសមត្ថកិច្ចនឹងជួយយ៉ាងម៉េចឲ្យអស់លទ្ធភាពរបស់ពួកគាត់ បាទសូមអរគុណ បាទ ច្រើន បាទសូមបញ្ជាក់មកបន្ថែមពីការពីថ្ងៃទី25កក្កដានេះក្រុមប្រជាការពារភូមិ4សង្កាត់លេខ4ចំនួន12នាក់បានទទួលការអនុញ្ញាតខោនិងវត្ថុពីអាដាមចិនសរិនអភិបាលក្រុងប្រសេនុដែលមានខោសម្ភារៈនិងវត្ថុតាទួងទាំងនោះបានមកពីការឧបត្ថម្ភរបស់ប្រជាជនចំនួនឯម្ដងលេខដូចសរិនអង្គការនគរបាលខេត្តប្រសេនុនិងលោកអុកញ៉ាទាវិចិត្រប្រធានក្រុមហ៊ុនមួយក្នុងខេត្តប្រសេនុផងដែរបាទ ជំរាបលាអរគុណណា បាទអរគុណសូមជម្រាបលាបាទ បាទជំរាបលាលោកកំហៃវិជាការពារដែរណា ជាចាគៀនេះមិនអាច បាទ រាយការណ៍បន្ថែម ឥឡូវនិយាយទេវិជាការពារត្រូវដឹងអំពីទូនីតិភារកិច្ចរបស់ខ្លួន បាទ កុំឲ្យធ្វើយ៉ាងដូចម្ដេចរំលោភទៅលើគេហៅថាទូនីតិដែលបានចែងនៅក្នុងលិខិតបទដ្ឋានហើយប៉ះពាល់ដល់អំណាចឬក៏ទូនីតិភារកិច្ចរបស់សមត្ថកិច្ចជំនាញឬក៏សមត្ថកិច្ចអាជ្ញាធរដែនដីពីព្រោះមានការត្អូញត្អែច្រើនណាពីបងនគរបាលឬក៏ពីសមត្ថកិច្ចជំនាញផ្សេងទៀតថាយូរទៅប្រជាការពារមកដណ្ដើមការងាររបស់សមត្ថកិច្ចអស់លេងហើយចឹងឲ្យធ្វើម៉េចឥឡូវសមត្ថកិច្ចខ្ញុំនេះហើយពេលខ្លះទៅអំណាចចង់ខ្លាំងជាងខ្ញុំទៅទៀតអានដើរមួយអភិបាលខណ្ឌអភិបាលស្រុកនេះខ្លាំងជាងពួកខ្ញុំនគរបាលចរាចរណ៍នគរបាលព្រំប្រទានអាវុធហាត់អីទៅហើយអាហ្នឹងគឺថាសូមឲ្យដឹងអំពីក្របខ័ណ្ឌផងបាទ ឲ្យស្មើភាពគ្នាមក អរគុណច្រើនសូមពេលប៉ុណ្ណឹង សម្រាប់មកផ្លេតសិនបាទវគ្គក្រោយភ្ជាប់ទូរស័ព្ទទៅភ្នាក់ងាររាយការណ៍នៅតាមបណ្ដាខេត្តមួយចំនួនទៀត